តើបងប្អូនមកសាក់ធ្វើពីបង្អែមសណ្តែកខៀវទាំងអស់គ្នាគ្រឿងផ្សំមានដូចជាខ្ទិះដូងស្ករសសាគូសណ្តែកខៀវសម្រាប់សណ្តែកខៀវនេះគឺខ្ញុំបានត្រាំទុកចោល2ទៅ3ម៉ោងជាមុនសិនដើម្បីងាយស្រួលនៅក្នុងការរំងាស់ឲ្យឆាប់ឆ្អិនបើសិនជាបងប្អូនអត់ត្រាំទុកទេគឺសណ្តែកខៀវហ្នឹងអត់ងាយរីកទេណាបងប្អូនបន្ទាប់ពីខ្ញុំបានត្រាំទុកចោលរួចហើយខ្ញុំបានក៏មកលាងចេញពីបីទឹកទៀតបន្ទាប់មកបានយើងដាក់ស្ងោរបងប្អូនហើយសម្រាប់សាគូក៏ខ្ញុំធ្វើការត្រាំវាដែរសម្រាប់សាគូយើងយកសាគូភ្នែកត្រីជាមួយនឹងសាគូធ្មេញរណាបងប្អូនអញ្ចឹងសម្រាប់សាគូហ្នឹងគឺយើងដាក់ត្រាំទឹកទុកចោលដូចគ្នាបងប្អូន15នាទីទៅ20នាទីបន្ទាប់មកទៀតនេះគឺជាខ្ទិះដូងដែលខ្ញុំទិញមកពីផ្សារបងប្អូនមានដើមជាមួយនឹងចុងហើយសម្រាប់នេះគឺខ្ញុំយកខ្ទិះដូងចុងចំនួន1លីត្រដាក់ដាំរងាស់ជាមួយនឹងសណ្តែកខៀវបងប្អូននេះគឺជាសណ្តែកខៀវដែលខ្ញុំលាងឲ្យមុនហ្នឹងណាខ្ញុំធ្វើការដាក់ចូលជាមួយនឹងខ្ទិះដូងរងាស់ទៅដើម្បីឲ្យវារៀងឈ្ងុយខ្ទិះគ្រាន់ជាងយើងដាក់ជាមួយនឹងទឹកបងប្អូនអាចសាកធ្វើតាមវិធីនេះខ្ញុំបានបន្ទាប់មកខ្ញុំកូរដាក់ចូលឆ្នាំងទុកឲ្យវាពុះសិនណាបងប្អូនហើយពេលនេះសណ្តែកខៀវរបស់យើងគឺបានពុះហើយប៉ុន្តែសណ្តែកគឺអត់ទាន់នៅរីកគ្រាប់នៅឡើយទេអញ្ចឹងក៏បន្តស្ងោររហូតតបែកគ្រាប់ល្អហើយយើងចាប់ផ្ដើមដាក់ជាមួយនឹងសាគូធ្មេញរណាចូលបងប្អូនកូរវាតិចបានហើយបន្ទាប់ពីរងាស់ជាមួយនឹងសាគូភ្នែករណាហើយចាំយើងដាក់សាគូភ្នែកត្រីចូលបងប្អូនបន្តមកទៀតខ្ញុំធ្វើការកូរទុកចោលរយៈពេល5នាទីដើម្បីទុកឲ្យវាពុះហើយបន្តមកទៀតខ្ញុំធ្វើការដាក់ស្ករចូលសម្រាប់ស្ករនេះគឺដាក់បរិមាណសមមើលបងប្អូនហើយសម្រាប់អំបិលគឺយើងធ្វើការដាក់បន្តិចបានហើយតែខ្ញុំអត់បានថតចូលទេអំបិលគឺខ្ញុំបានដាក់រួចរាល់ហើយណាសម្រាប់អំបិលនឹងដាក់ទៅឲ្យវាផ្អែមមុតកុំឲ្យវាមានរសជាតិភ្លាវបងប្អូនបន្តមកសណ្តែករបស់ខ្ញុំគឺបានពុះម្ដងទៀតហើយសម្រាប់នេះគឺទឹកខ្ទិះដើមបងប្អូនដាក់ចូលឲ្យហើយទៅនេះគឺធ្វើតាមរបៀបដែលខ្ញុំធ្វើរាល់ដងបងប្អូនបន្តមកកូរតិចទៅបានហើយរងចាំឲ្យវាពុះបើសិនជាបងប្អូនខ្លះគាត់អត់ចង់ដាក់ចូលក្នុងនឹងទេគាត់អាចរងាស់ខាងក្រៅទុកពេលដែលសណ្តែកខៀវឆ្អិនគាត់អាចស្រូបនៅខាងក្រៅក៏បានដែរតែនេះគឺវិធីខ្ញុំធ្វើឲ្យហើយអញ្ចឹងតែម្ដងទៅនេះបងប្អូនបន្តមកសណ្តែកខៀវយើងគឺបានពុះហើយមើលទៅគឺវារៀងរីកគ្រាប់សមល្មមដែរគឺយើងអាចទទួលទានបានណាបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូចែករំលែកខ្លះបើសិនជាបងប្អូនចង់ឲ្យខ្ញុំធ្វើវីដេអូអីបន្ថែមទៀតអាច comment នៅខាងក្រោមបានជួយ subscribe ខ្ញុំម្នាក់មួយផងបងប្អូន